hai rồi. ថ្ងៃនេះនាងខ្ញុំរៀនធ្វើ carrot cake លើកដំបូងអញ្ចឹងដំបូងឡើយគឺយើងគោះពងទា4គ្រាប់ចាគោះហើយយើងវឹកខ្ញុំអត់មានម៉ាស៊ីនសម្រាប់វឹកចឹងខ្ញុំវឹកដោយដៃហើយបន្ទាប់មកខ្ញុំដាក់ស្ករហ្នឹងគឺខ្ញុំដាក់1ខាំចាចាំមើលបើសិនជា cake carrot យើងឆ្ងាញ់ឬក៏មិនឆ្ងាញ់ចាំបងប្អូនទាំងអស់គ្នាជួយឲ្យយោបល់ថាធ្វើមិនឆ្ងាញ់ចាហើយបន្ទាប់មកខ្ញុំក៏ដាក់ទឹកដោះគោឆៅចាមួយកំប៉ុងហើយយើងក៏វឹកវារហូតចាពងទាជាមួយនឹងស្ករសហើយនឹងទឹកដោះគោឆៅចាវឹកចឹងទៅបើសិនយើងមានម៉ាស៊ីនគឺស្រួលមែនតែនចាគឺគ្រាន់តែដោតភ្លើងទៅចាវាវឹកតោះមកនាងខ្ញុំដាក់ប្រេងអូលីវនេះចា100 មីលីលីត្រចា100 មីលីលីត្រចឹងយើងកូរចាឲ្យសព្វជាមួយនឹងគ្នាចាលោកអ្នកបងប្អូនបើសិនជាធ្វើខុសឬក៏ត្រូវយ៉ាងណាអីកុំប្រកាន់អីហើយជួយ comment ប្រាប់មកខ្ញុំវិញផងថាតើនាងខ្ញុំធ្វើនេះខុសឬក៏ត្រូវចាហើយបើសិនជាខុសជួយប្រាប់មកនាងខ្ញុំអត់ខឹងទេចាអញ្ចឹងបន្ទាប់ពីយើងដាក់ប្រេងឆាឬក៏ប្រេងអូលីវហ្នឹង100 មីលីលីត្រហើយចាយើងវឹកវាហើយចាកូរហើយនាងខ្ញុំដាក់អំបិលបន្តិចចាមួយជ្រេបចឹងទៅខ្លាច់ប្រៃដែរចាហើយយើងក៏យកម្សៅចាម្សៅតែធ្វើនំហ្នឹងយកមករលាក់ចូលចាបន្តិចម្ដងដើម្បីកុំឲ្យគេហៅថាកកម្សៅណាចាហើយម្សៅហ្នឹងនាងខ្ញុំរែងទៀតចារែងដើម្បីកុំឲ្យម្សៅហ្នឹងកដុំចាដាក់ចូលទៅម្សៅហ្នឹងនាងខ្ញុំរែងដូចជា3ខាំតែនាងខ្ញុំដាក់ចូលតែប្រហែលជា2ខាំទេចាអញ្ចឹងនៅពេលដែលយើងដាក់ម្សៅនំប៉័ងនឹងចូលទៅយើងកូរវឹករហូតចាដល់ខាប់ចេះណាលោកអ្នកបងប្អូនឃើញទេវីដេអូយើងកាត់តិចទៅចាហើយនេះការ៉ុតចាការ៉ុតនេះគឺខ្ញុំកិនណាខ្ញុំអត់ឈូសឲ្យខ្ញុំកិនឲ្យរៀងម៉ត់ចឹងទៅចាលោកអ្នកបងប្អូននេះសូមប្រើដៃតិចឯងដោយសារតែធ្វើនៅផ្ទះញ៉ាំខ្លួនឯងលាងដៃស្អាតណាចាអញ្ចឹងក៏ដាក់ការ៉ុតចូលទៅហើយកុំប្រកាន់អីបើសិនជាឃើញខ្ញុំប្រើដៃប៉ុន្តែខ្ញុំអនាម័យខ្លាំងអាចាហើយខ្ញុំក៏កូរវឹកអញ្ចឹងបន្តទៀតទៅចាលោកអ្នកបងប្អូនហើយបើសិនជាលោកអ្នកបងប្អូនចេះធ្វើជួយ comment ប្រាប់ខ្ញុំផងដើម្បីខ្ញុំបានធ្វើឲ្យឆ្ងាញ់សម្រាប់កូនរបស់ខ្ញុំនៅផ្ទះចាអញ្ចឹងពេលដែលយើងដាក់ការ៉ុតហើយយើងត្រៀមដុតចាអញ្ចឹងខ្ញុំដាក់ប្រេងឆាទៅលើថាសរបស់ខ្ញុំហ្នឹងខ្ញុំទ្រាប់អាលុយមីញ៉ូមតាមពិតគេដុតខេកហ្នឹងគេត្រូវមានឆ្នាំងគេរៀងមូលចាហើយគេដាក់กระดาษទ្រាប់ពីក្រោមដោយគេហេដុតនំពុំចាដុតនំដុតចឹងប៉ុន្តែនាងខ្ញុំអត់មានចឹងធ្វើតាមអីដែលយើងមាននៅផ្ទះទៅព្រោះអត់ចាំបាច់ទៅផ្សារទិញទៀតចាចឹងទៅក៏ឥឡូវយើងបានលាក់ម្សៅដែលយើងបានកូរវឹកទាំងអស់ហ្នឹងចាកូរវឹកហ្នឹងចាដាក់ចូលទៅក្នុងឆ្នាំងរបស់យើងហ្នឹងដើម្បីត្រៀមដុតចាចាំមើលថាតើយើងដុតឲ្យចេញទៅជាអីលោកអ្នកបងប្អូនចាំជួយមើលទាំងអស់គ្នាណាចាអញ្ចឹងខ្ញុំត្រៀបវាតិចទៅដើម្បីឲ្យចាមើលទៅសមរម្យចាហើយក៏ដាក់ចូលទៅក្នុងឡដុតនំលោកអ្នកបងប្អូនចង់បញ្ជាក់ថាឡដុតហ្នឹងតាមពិតគេបើកឲ្យវាក្តៅរយៈពេល10ទៅ15នាទីសិនណាប៉ុន្តែដល់ពេលខ្ញុំរៀងខ្លាចក្នុងការប្រើឆ្នាំងហ្នឹងអញ្ចឹងខ្ញុំក៏ដាក់ឆៅត្មងទៅហើយបានខ្ញុំបើកចាខ្ញុំបើកទៅ45នាទីហើយខ្ញុំបើកទៅ170 180អង្សាចាអញ្ចឹងខ្ញុំដាក់ដុតចាដុតឲ្យអង្គុយមើលចាំមើលចេញជាអីអូចាប៉ោងចេញមកហ្នឹងមិនដឹងថាចាក់តើឡើងដូចនំខេករបស់គេដុតដែរឬក៏អត់ទេលោកបងប្អូនចាំមើលយើងយកចេញមកហើយចាមិញពណ៌រៀងក្រហមតិចឥឡូវពណ៌សយកមកកាត់